កដាបណ្ឌិតសភាចាហងជួននរុនអញ្ជើញជាអធិបតីពិធីប្រគល់សញ្ញាបត្រជូននិស្សិតជេលីភីសាកលវិទ្យាល័យ Western ជាង 3000 នាក់ខ្លះជាបណ្ដាបដាមកហើយក៏យើងមានឯកឧត្តមបណ្ឌិតសភាចាហងជួននរុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាតំណាងដឹកខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជេលីភីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងបរិញ្ញាបត្រជាន់ខ្ពស់និងកម្រិតបណ្ឌិតនៃសាកលវិទ្យាល័យ Western សរុបប្រមាណ 3352 អង្គអ្នកដែលប្រារព្ធធ្វើឡើងនៅសាលសន្និបាត PX Grand Hall បរិយាពេញហួតបឹងស្នោនាព្រឹកថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2025 ในឱកាសនេះឯកឧត្តមតែលរិនប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Western បានមានប្រសាសន៍ជម្រាបជូនថានៅថ្ងៃនេះនិស្សិតជេលីភីសរុបចំនួន 3352 អង្គអ្នកស្ត្រី 2162 នាក់ស្មើនឹង 65% ក្នុងនោះនិស្សិតសញ្ញាបត្រកម្រិតបណ្ឌិតចំនួន 6 នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន 158 អង្គអ្នកស្ត្រីចំនួន 58 នាក់ស្មើនឹង 37% បរិញ្ញាបត្រចំនួន 2147 អង្គអ្នកស្ត្រីចំនួន 1482 នាក់ស្មើនឹង 69% និងបរិញ្ញាបត្ររងចំនួន 1041 អង្គអ្នកស្ត្រីចំនួន 622 នាក់ស្មើនឹង 60% បានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងឆ្នាំសិក្សា 2022-2023 និងឆ្នាំ 2023-2024 កន្លងមកនេះឯកឧត្តមបានបញ្ជាក់បន្ថែមថាក្រៅពីការផ្តល់ជូនអាហារូបករណ៍សម្រាប់សិស្សនិស្សិតក្រីក្រតាមរយៈប្រមុខរាជរដ្ឋាភិបាលនិងក្រសួងស្ថាប័ននានានោះសាកលវិទ្យាល័យ Western បានបង្កើតឲ្យមានកម្មវិធីប្រាក់កម្ចីសិក្សាសម្រាប់និស្សិតក្រីក្រដើម្បីបង្កើនលទ្ធភាពសិក្សាថ្នាក់បរិញ្ញាបត្រតកតងទៅនឹងនិស្សិតជេលីភីនេះបើយោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់ក្រុមការងារធានាគុណភាពផ្ទៃក្នុងសាកលវិទ្យាល័យបានឲ្យដឹងថានិស្សិតជេលីភីដែលត្រូវទទួលបានសញ្ញាបត្រនាពេលបន្តិចទៀតនេះអ្នកដែលមានការងារធ្វើចំនួន 93.2% ក្រោយពីបញ្ចប់ការសិក្សាឯកឧត្តមបណ្ឌិតសភាចាបានមានប្រសាសន៍ថាក្រុមកិច្ចខិតខំប្រឹងប្រែងរក្សាសុខសន្តិភាពនិងស្ថិរភាពនយោបាយក្រុមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានប្រសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជានិងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ដាច់ខាតដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការបង្កើតធនធានមនុស្សដើម្បីរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀតឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាតិឆ្នាំ 2030 និងឆ្នាំ 2050 ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហងជួននរុនបានកោតសរសើរវាតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាបន្តបន្ទាប់របស់សាកលវិទ្យាល័យ Western ទាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងបច្ចេកវិទ្យាការសិក្សាកែលម្អកម្មវិធីនិងយុទ្ធសាស្ត្របណ្ដុះបណ្ដាលការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យលើការស្រាវជ្រាវនិងការបង្រៀននិងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិនិងអន្តរជាតិនានាសម្ដៅឆ្លើយតបនឹងការកើនឡើងទាំងបរិមាណនិងគុណភាពរបស់និស្សិតលើមុខជំនាញជាច្រើនប្រកបដោយជំនាញបច្ចេកទេសនិងជំនាញទន់ច្បាស់លាស់ជាពិសេសផ្ដល់លក្ខណៈគ្រប់គ្រាន់ដល់និស្សិតសម្រាប់ប្រកួតប្រជែងក្នុងទីផ្សារការងារស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលបានផ្ដោតលើមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដូចនេះសាកលវិទ្យាល័យទាំងអស់ត្រូវមានលក្ខណៈសម្បត្តិសមស្របនិងសមត្ថភាពកម្រិតខ្ពស់ក្នុងការចាប់យកបច្ចេកវិទ្យា Digital ការផ្ដល់ឲ្យការអប់រំចំណេះដឹងទូលំទូលាយផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានវានុវត្តន៍ Digital បដិវត្តកម្ម Digital និងបដិវត្តកម្មបញ្ញាសិប្បនិម្មិតដែលជាថ្នាលថ្មីសម្រាប់បំពេញការងារប្រចាំថ្ងៃស្របតាមរបៀបវារៈនៃគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព